សរុបរបស់ក្រេទាំង5 ប្រភេទដែលជួយទៅលើបញ្ហាស្បែកមុខដូចជាទី1បើសិនអ្នកនរគ្នាមានជំងឺនឹងបញ្ហា hypigmentation គឺអាចចូលយកប្រើជាមួយនឹងសេរ៉ូមមួយនេះដែលក្នុងនោះគឺមានជាមួយនឹង glutathione ដែលជួយកាត់បន្ថយស្នាមអុចខ្មៅ niacinamide ដែលជួយបង្កើនរបាំងជាតិទឹកនៃស្បែកនិង adenosine ដែលជួយកាត់បន្ថយស្នាមជ្រុយជ្រួញនិងធ្វើឲ្យស្បែកស្រស់ថ្លាជាពិសេសបើសិនជាអ្នកនរគ្នាមានជាមួយនឹងបញ្ហាស្នាមជ្រុយជ្រួញនៅថ្ងៃនេះអាចប្រើជាមួយពួកនេះបានគឺត្រូវមកទី2បញ្ហាស្នាមមុនមួយនេះគឺផ្សំចេញពី niacinamide 10% និង salicylic acid 14% ដែលវាជួយកាត់បន្ថយស្នាមអុចខ្មៅនិងស្នាមដែលបន្សល់ពីការកើតថ្មនិងធ្វើឲ្យស្បែកមុខស្រស់ភ្លឺថ្លាហើយក៏មានជាមួយនឹងគ្រឿងផ្សំ Apotin 2% ដែលជួយធ្វើឲ្យស្បែកមុខរបស់យើងនឹងមានសភាពពណ៌ស្មើគ្នាទី3បញ្ហារញ៉េសរីកធំនេះគឺមកប្រើជាមួយនឹងពួកនេះវិញដែលវាជួយបង្រួមរញ៉េសនិងគ្រប់គ្រងជាតិប្រេងលើស្បែកបានល្អនិងជួយកម្ចាត់កោសិកាចាស់ៗជាពិសេសស្បែកដែលងាយប្រកម្មអាចប្រើប្រាស់បានដែរពួកនេះគឺស្រាលប្រើទៅអត់រលាកដល់ស្បែកទេទី4ស្បែកស្ងួតនិងខ្សោះជាតិទឹកចំពោះបញ្ហាមួយនេះផងដែរគឺចាំបាច់ត្រូវប្រើជាមួយនឹងពពួក ingredient ដែលមានជាមួយនឹង hyaluronic acid ដើម្បីផ្ដល់សំណើមនិងបង្គ្រប់ជាតិទឹកដល់ស្បែកឡើងវិញហើយចំពោះនេះវិញក៏មានសិនតាឡានៅក្នុងនឹងផងដែរដែលស្បែកដែលខ្សោយក៏អាចប្រើប្រាស់បានដែរទី5ស្បែកក្រហមនិងស្បែកដែលកំពុងរលាកត្រូវអត់ច្បាស់ណាស់គឺយើងត្រូវប្រើផលិតផលមួយណាដែលផ្សំចេញពីសិនតាឡាវាជួយកាត់បន្ថយការរលាកនៃស្បែករួចដល់ស្បែករបស់យើងនិងបំផាត់ភាពរោគក្រហមជួយរីតូនេះគឺស័ក្តិសមជាមួយនឹងស្បែកដែលកំពុងតែខ្សោយមានប្រតិកម្មរលាកអីហ្នឹងប្រើពួកនេះគឺ the best មកតែមកអ្នកនរគ្នាមានជាមួយនឹងបញ្ហាខាងលើនេះអ្នកនរគ្នាអាចចូលរកសរុបតាមស្បែករបស់គ្នាបាន